ថ្ងៃនេះគាត់តែចេញដល់វីដេអូមកមានពាងទឹកមួយរួមនឹងកន្លងមួយផងដែរហើយកំពុងតែយកការទឹកនឹងដុសដាក់នៅក្នុងពាងនឹងបងប្អូនគឺនាងខ្ញុំកំពុងតែជ្រក់ស្ពៃខែនេះនៅតាមផ្ទះសម្បូរបងប្អូនដាំបន្លែបានច្រើនមែនទែនជាពិសេសហ្នឹងគឺស្ពៃចំណែកឯនាងខ្ញុំហ្នឹងក៏ដាំបានក្រៅដែរដោយសារតែរៀងច្រើនពេកអញ្ចឹងបងប្អូនញ៉ាំមិនអស់ហើយស្ពៃក៏ចាប់ផ្ដើមផ្ការៀងមួយហ្នឹងក៏នឹកឃើញដកមកជ្រក់តែម្ដងហើយរបៀបនៃការជ្រក់ស្ពៃហ្នឹងគឺមានច្រើនបែបច្រើនយ៉ាងនាងខ្ញុំនឹងយកវិធីមួយចាដើម្បីជ្រក់ស្ពៃឲ្យមានរសជាតិឈ្ងុយឆ្ងាញ់មកបង្ហាញបងប្អូនទាំងអស់គ្នាហើយស្ពៃដែលនាងខ្ញុំកំពុងដកថ្ងៃនេះដែរបងប្អូនដាំរងខ្លីៗតែ3កូនរងទេនិយាយពីថាចែកញៀតផងអីផងបងប្អូនហើយនៅតែមិនអស់ទៀតដូច្នេះហើយគឺមានតែដកជ្រក់នឹងឯងហើយណាមួយប្រភេទបន្លែស្ពៃនេះគឺជាប្រភេទបន្លែដែលងាយដាំជាងគេជាពិសេសគឺនៅខែនេះតែម្ដងហើយសម្រាប់ស្ពៃនេះដែរអ្នកស្វែងរៀងខ្ញុំហៅតែស្ពៃឈួលទេបងប្អូនកំពុងតែដកស្ពៃសុកនឹងនិយាយពីថាអាតេះដឹកម្ហូបលក់ប្រចាំថ្ងៃរបស់បងប្អូនអ្នកជិតខាងគាត់លក់ជាប្រចាំតាមភូមិអញ្ចឹងបងប្អូនក៏បានមកដល់មុខផ្ទះនិយាយពីថាបង្ហាញបងប្អូនបន្តិចនិយាយពីថាបន្លែសាច់អីត្រីងៀតអីក៏មានដែរបងប្អូនសពគ្រប់មានតាំងពីនំចំណីចេកចៀនដំឡូងចៀនចាបន្លែសពគ្រប់តែម្ដងដូច្នេះហើយបានជាអ្នកណាចូលចិត្តដាំបន្លែតាមផ្ទះហ្នឹងក៏ចូលចិត្តទៅអ្នកខ្លះក៏គាត់មិនដាំហ្នឹងដោយសារតែមានគេដឹកលក់ស្រាប់ចាមានគ្រប់មុខតែម្ដងនៅតាមផ្ទះអញ្ចឹងបងប្អូននេះដែលខ្ញុំបានបង្ហាញអញ្ចឹងត្រីងៀតក៏មានសាច់គោសាច់ជ្រូកក៏ដូចជាត្រីអីអញ្ចឹងគឺមានសពគ្រប់តែម្ដងនិយាយពីថាឲ្យតែមានគេលក់របស់ញ៉ាំបងប្អូនហើយអត់ឲ្យរំលងកញ្ឆេណាទេគឺទិញទាំងអស់តែម្ដងហើយការងារបន្ទាប់បងប្អូនហើយចាប់ផ្ដើមជញ្ជូនស្ពៃហ្នឹងដាក់ក្នុងរទេះនិយាយពីថាស្ពៃហ្នឹងនេះខ្ញុំដកតែម្ដងទេបងប្អូនពេញរទេះហ្នឹងតែម្ដងហើយលាងសម្រស់ទឹកវាឲ្យស្អាតចាយកមកហាលសម្ដិលវាដើម្បីឲ្យស្ពៃយើងសពណ៌ក៏ដូចជាសពូនមុននឹងយកមកជ្រក់ឥឡូវយើងចាប់ផ្ដើមធ្វើទាំងអស់គ្នាជាដំបូងហ្នឹងគឺនាងខ្ញុំមកប្រើស្ករត្នោតចាចំនួន2កូនចានចង្កឹះបងប្អូនដើម្បីដាក់កូរវាឲ្យពណ៌រាងជើងអង្ក្រងហ្នឹងក៏ចាប់ផ្ដើមចាក់ទឹកស្អាតចូលតែម្ដងហើយទឹកយើងដាក់តាមបរិមាណនៃស្ពៃរបស់យើងបងប្អូនស្ពៃរបស់នាងខ្ញុំដកមិញគឺចំនួនមួយពាងតូចបងប្អូននៅពេលជ្រក់ទៅបន្ទាប់ពីដាក់ទឹកចូលឆ្នាំងហើយក៏ស្ករឲ្យរលាយបន្ថែមជាមួយនឹងអំបិលក្រួសចំនួន1ចានធំផងដែរទឹកត្រី2វែកហើយនឹងប៊ីចេងហ្នឹងកន្លះវែកបងប្អូនចាហើយយើងកូរវាឲ្យរលាយសព្វដាក់រងាស់វាចោលទាល់ទៅពុះឥឡូវនាងខ្ញុំលាងពាងហើយបងប្អូនហើយពាងនេះតាំងពីអ្នកម្ដាយឬក៏លោកពុករបស់នាងខ្ញុំនឹងនៅបិទស្រានៅសល់ពាងនឹងមួយដែរបងប្អូនហើយលាងសម្អាតហើយក៏ចាប់ផ្ដើមយកស្ពៃរបស់យើងដែលបានហាលរាងសពូនបន្តិចហ្នឹងបងប្អូនចាចាប់ផ្ដើមរៀបដាក់នៅក្នុងពាងនេះតែម្ដងហើយនឹងកូនកន្លងមួយទៀតបងប្អូនចំពោះទឹកអំបិលដែលនាងខ្ញុំកូរជាមួយស្ករនិងគ្រឿងក្រៅផ្សេងហ្នឹងបន្ទាប់ពីដាំពុះហើយនាងខ្ញុំក៏បន្ថែមជាមួយនឹងមើមខ្ទឹមសក៏ដូចជានឹងម្ទេសដើម្បីឲ្យវាមានក្លិនឈ្ងុយហើយក៏ទុកឲ្យវាក្តៅអ៊ុនណាបងប្អូនក៏ចាប់ផ្ដើមចាដុសដាក់នៅក្នុងពាងរបស់យើងដែលបានរៀបចំស្ពៃរួចជាស្រេចមុនដុសដាក់ណានាងខ្ញុំក៏បន្ថែមខ្ទឹមសក៏ដូចជាម្ទេសមួយចំនួនផងដែរនៅលើស្ពៃអញ្ចឹងបងប្អូនដើម្បីបន្ថែមក្លិនក៏ដូចជារសជាតិហ្នឹងឲ្យកាន់តែឈ្ងុយឆ្ងាញ់ហើយទឹកបងប្អូននៅរាងក្តៅអ៊ុនរាងហុយនឹងឯងដើម្បីឲ្យជ្រក់ស្ពៃរបស់យើងហ្នឹងឆាប់បានញ៉ាំអញ្ចឹងបងប្អូននិយាយពីថាពេញមួយកូនពាងហើយថែមមួយកូនកន្លទៀតបងប្អូនហើយច្រើនមែនតែនបន្ទាប់ពីដាក់ទឹកសម្រាប់ជ្រក់រួចហើយក៏នាងខ្ញុំគ្របជាមួយនឹងស្លឹកចេកជាពិសេសនោះគឺយកត្បាល់មួយដើម្បីសង្កត់ឲ្យស្ពៃហ្នឹងគឺវាចូលជាតិនឹងទឹកជ្រក់បានល្អហើយរយៈពេលទៅ2យប់ហ្នឹងស្ពៃរបស់យើងហ្នឹងក៏ជូរល្អដែរបងប្អូនហើយរបៀបនៃការធ្វើជ្រក់ស្ពៃដែលនាងខ្ញុំបានបង្ហាញគឺមានតែប៉ុណ្្នឹងទេអរគុណបងប្អូន